គឺទៅក៏ដូចជាសួស្ដីអ្នកទាំងអស់ហើយសូមស្វាគមន៍មកកាន់ Channel KGK Game Survival អូខេឥឡូវយើងមកបន្តជាមួយនឹង Survival Crash 2របស់យើងទៀតនៅអេផ isode ទី11អូខេយើងឃើញថានៅក្នុងអេផ isode នេះគឺវាទៅជាអីហើយការអេផ isode មុនក៏ទៅជាដែរតែខ្ញុំបាន crash ជាមួយនឹងខោអាវក៏ដូចជាខោហើយនឹងស្រោមជើងកបាស់ដើម្បីពាក់ការពារល្ងាក៏ប៉ុន្តែវានៅតែតិចតែវាគ្រាន់បើជាងមុនគ្រាន់បើជាងពេលដែលខ្ញុំអត់មានអូខេហើយបន្ទាប់ពីហ្នឹងខ្ញុំក៏បានកាប់ជាមួយនឹងកន្លែងខ្ញុំដាក់ភ្លើងនេះគឺដុតភ្លើងដើម្បីយើងដេកចេះតែកដៅខ្លួនទៅការពារខ្លាចព្រឹកឡើងងើបមកវាឈឺអញ្ចឹងណាអូខេឥឡូវយើងដេកទៅចាំមើលព្រឹកឡើងយើងបន្តការងារយើងទៀតអូខេហើយនៅក្នុងអេផ isode ទី11នេះគឺខ្ញុំអត់តខ្ញុំត្រូវធ្វើអីទេគឺយើងមកលេងចាស់ស្ដាយសិនតែថាខែតែជាក់អញ្ចឹងខ្ញុំវាពិបាករកអីធ្វើយើងទាំងតែត្រូវធ្វើអីអញ្ចឹងណាទាំងអស់គ្នាអូខេហើយយើងចេញទៅមើលនៅក្រៅបន្តិចទៅដើរមើលលេងជុំវិញផ្ទះហើយកំឡុងពេលហ្នឹងខ្ញុំក៏បានដើរមើលអន្ទាក់នៅខាងក្រោយអន្ទាក់ដីហ្នឹងបងប្អូនដឹងថាវាជាប់កជ្រោងក៏អត់ព្រោះយើងចង់រកសាច់និយាយរកសាច់ស្បែកសាច់ដើម្បីយកទៅនេះបងប្អូនធ្វើកៅអៅស្អីចឹងណាក៏តែឥឡូវគឺថាអត់ឃើញទេអូខេឥឡូវគឺខ្ញុំបានត្រឡប់ទៅផ្ទះវិញដើម្បីធ្វើការក្រាស់ជាមួយនឹងព្រួញម្ដើមទុកបាញ់សัตว์វាសัตว์តែព្រួញបាក់បាត់អីតែតោះជាមួយព្រួញយើងត្រូវការខ្សែចំនួន3ក៏ដូចជាឈើចំនួន3ដូចគ្នាចឹងខ្ញុំធ្វើការក្រាស់បតាមកអូខេបែបនេះចឹងជារូបរាងព្រួញមកបានព្រួញមួយដើមយ៉ាងស្រស់ស្អាតតែម្ដងបាទហើយក្នុងអេផ isode នេះខ្ញុំមានអារម្មណ៍ថាដូចជាចង់រកសេះចឹងណាតែជាមួយចិត្តស្ដាយទៅតែសេះវានៅនឹងហត់ឥឡូវខ្ញុំចេញក្រៅតិចសិនកន្លងពេលដែលខ្ញុំដើរចេញមកខាងក្រៅគឺខ្ញុំឃើញជាមួយនឹងកង្វះគឺខ្ញុំបានដាំគឺខ្ញុំមកប្រមូលផលវាដើម្បីយកទៅទុកទៅការពារតែវាកកយើងប្រមូលផលអត់បានអញ្ចឹងយើងកាប់វាហើយយើងដាំវាវិញទៅកុំទុកដីចោលទៅនេះទុកដីចោលទៅនេះវាហាប់យើងដាក់សំណាមបែបហ្នឹងទៅគឺវាគ្រាន់បើហើយឥឡូវខ្ញុំដើរទៅទិសខាងនោះទៀតទៅមើលជាមួយនឹងតំណាំរបស់ខ្ញុំទៀតតែវាយ៉ាងម៉េចចាំមកដែរព្រោះខែល្ងាចនេះយើងមិនដឹងថាវាមានរយៈពេលប្រហែលនេះវាអាចនឹងយូរអូថ្ងៃនេះខ្ញុំឃើញសេះហីសេះនៅកន្លែងម្ដុំនេះអញ្ចឹងខ្ញុំអាចនឹងធ្វើជាមួយនឹងហៅថាសម្រាប់ជីសេះដើម្បីរកសេះទុកជីព្រោះយើងត្រូវជីទៅផ្លូវឆ្ងាយអីវាងាយស្រួលវាលឿនសេះវាលឿនជាងយើងដើរវារត់លឿនអញ្ចឹងណាអូខេឥឡូវខ្ញុំប្រមូលផលខ្ញុំបាញ់សัตว์នេះបាញ់ត្រូវទេឈ្មោះពេកឈ្មោះខ្ពស់អូខេហើយអ្នកមកថ្មីកុំភ្លេចចូលចុច like និង subscribe ទៅ channel KGK Game Survival ផងមកដើម្បីដល់ជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូបន្តទៀតហើយបើសិនជាអ្នកទាំងអស់គ្នាចង់បានជាមួយនឹង Game Survival Crash 2 នេះយកទៅលេងអ្នកទាំងនេះអាចទាក់ទងមក Telegram ខ្ញុំបានដើម្បីជួលដើម្បី down នៅក្នុង Apple ID ឬក៏បើនេះប្រើ Android ក៏អាចទាក់ទងមកបានដែរអាហ្នឹងខ្ញុំមាន game សម្រាប់លេងហៅថាលេង team យើងលេង2នាក់បានយើងលេងទូរស័ព្ទផ្សេងគ្នាយើងលេង2នាក់បានអញ្ចឹងអាហ្នឹងខ្ញុំមានអញ្ចឹងអាចទាក់ទងមកបានតម្លៃធូរថ្លៃទេបើចង់បានអូខេហើយបន្ទាប់ពីខ្ញុំកាប់តំណាំហើយខ្ញុំក៏បានដើរមកផ្ទះខ្ញុំវិញដើម្បីធ្វើការក្រាស់ជាមួយនឹងគេហៅថាសម្រាប់ជីហៅថាស្អីហ្នឹងអាហ្នឹងស្អីសេះទេនេះអានេះគេហៅអីហ្នឹងមិនសូវដឹងដែរអូខេដឹងជួយប្រាប់ផងអាហ្នឹងដាក់ពីលើក្នុងសេះដើម្បីយើងជីកមកឈឺគូទៅយើងអូខេខ្ញុំដើរមកដល់កន្លែងសេះហ្នឹងវិញខ្ញុំឃើញជាមួយនឹងសัตว์ខ្ញុំបាញ់វាមកនេះទៅប្រភេទហ្នឹងប្រភេទខ្លាទាំងអស់គ្នាខ្លាខ្មៅខ្ញុំធ្វើការចាត់ការវាទៅដោយសារតែខ្ញុំអត់ខ្លាចទេឥឡូវព្រោះឯនេះមានអស្ចារ្យសម្រាប់ខ្ញុំទេយើងតាមបាញ់វាមិនត្រូវទេតាមវាយវាមិនត្រូវវារត់លឿនបាញ់ខុសទៀតពងដួលបាត់សម្រាប់បាត់ទៅហើយអូខេនិយាយទៅឃើញពពោះសត្វហ្នឹងកំចាត់ទៅវាសត្វសត្វអត់ប្រយោជន៍ទេមេឥឡូវគេជប់ដែរខ្ញុំយកអាសម្រាប់ជីសេះមកដាក់លើសេះយយជីហេចឹងហើយកន្លែងខ្ញុំច្រឡំវាយសេះមួយដៃសេះរត់ប្រាច់ឡើងឆ្ងាយនេះស្រាច់ទៅហ្មងខ្ញុំដេញតាមអត់តាន់វារត់ចូលទឹកហើយណាមួយឥឡូវមេឃក៏យប់ផងដែរអញ្ចឹងខ្ញុំមានតែត្រឡប់ទៅផ្ទះវិញទេមួយតិចក៏តិចអញ្ចឹងថាបើសិនជាមាននិស្ស័យជាមួយយើងអូខេឥឡូវខ្ញុំទៅផ្ទះសិនហើយយើងបានសេះហ្នឹងយើងត្រូវការនេះដែរធ្វើកន្លែងឲ្យវានៅដែរតើអត់ធ្វើកន្លែងវានៅទេអត់កើតទេទាំងអស់នេះវារត់ពេញហ្នឹងហើយខ្ញុំដើរត្រឡប់ទៅខ្ញុំវិញសិនដោយសារតែមេឃវាយប់ហើយអត់ហ៊ាននៅទីខ្លាចពេលត្រឡប់ដល់ផ្ទះវិញខ្ញុំក៏បានរៀបចំ
នេះតែម្ដងនេះសម្រាប់តែម្ដងយើងក្រាំងvới campfire មួយការពារវិញខែយប់ល្ងាចអញ្ចឹងខ្លាចប្រសាយអញ្ចឹងយើងដាក់ជាមួយ campfire មួយទៅដើម្បីដេកកុំឲ្យវាប្រសាយវាមានកតៅណាហើយយើងដេកទៅប្រឡាញ់យើងទៅមើលសេះបើវានៅយកមកបើវាអត់នៅទេមានតាមហ្នឹងអូខេឥឡូវគឺថាមេឃគឺបានភ្លឺហើយខ្ញុំបញ្ញាល់បើកទ្វារផ្ទះដើម្បីរត់ទៅវេសវ៉ាស់ទៅមើលសេះតែវានៅឬក៏អត់ខ្ញុំមើលពីថ្ងៃទៅវាអស់សង្ឃឹមហ្មងទេវាអត់ឃើញអញ្ចឹងណាអូខេនៅទៅបាត់ហើយក៏ប៉ុន្តែនៅពេលដែលខ្ញុំដើរទៅជិតដល់មានអារម្មណ៍ថាចុងវាដូចនៅមាត់ទឹកអាសែននេះនៅក្នុងទឹកនោះមួយយប់វាអត់កកដោយសារទឹកវាកករៀងឆ្ងាយដែរនេះដើរទៅមើលទៅឯណាសេះរបស់យើងឃើញឬក៏អត់ចំកកឆ្ងាយអូនោះសេះម៉ាក់អាទូចឲ្យមើលពីឆ្ងាយទៅឥឡូវខ្ញុំមានតែនេះទេយកវាទៅផ្ទះយើងឥឡូវទៅដើរទៅចិត្តវាសិនដើម្បីជីជាងចុចកន្លែងអង្គុយទាំងអស់នេះកន្លែងអង្គុយហ្នឹងចុចទៅជីបានហើយអូខេអូចុះមកតាំងតិចដល់ក្រោយទៅឲ្យជឿសមាជិកថ្មីសេះតំសាយក្រហមរបស់ KGK អូខេឥឡូវធ្វើដំណើរទៅផ្ទះយើងដើម្បីធ្វើកន្លែងឲ្យសេះហ្នឹងនៅខ្ញុំជិះមកដល់មុខមេក៏ចាប់ផ្ដើមត្រជាក់តែពេលដែលចាប់ផ្ដើមត្រជាក់ខ្ញុំមានតែយកឈើមកក្រាស់ជាមួយនឹងយកច្រឡំក្រាស់ Steam Table ក្រាស់ជាមួយនឹងនេះទេប្រភេទ Campfire ដើម្បីដាក់កតៅខ្លួនសិនសាក់កកឡើងចិត្តពេញឯក្រង់ហើយអញ្ចឹងចិត្តងាប់ឡូវហើយតែអញ្ចឹងទុកនំរំទៅសេនស៊ីស្មៅធម្មតាទេទាំងអស់នេះអូខេនៅពេលដែលកតៅខ្លួនហើយព្រោះដោយសារតែខ្ញុំត្រូវធ្វើផ្លូវដើម្បីជិះសេះទៅផ្ទះជីសេះតែមិនស្រួលបុកលឹកឈើងាប់អ្នកនរនេះអញ្ចឹងយើងមានតែធ្វើផ្លូវឲ្យស្អាតដើម្បីជីកុំឲ្យទៅក្បាលងាប់ហើយអត់ព្រោះទេហ្គេមនេះវាពិបាកគ្រាន់ចំណុចហ្នឹងណាវាមានផលវិបាកឡើយណាតែបើគ្រាន់តែប៉ះឲ្យធ្លាក់ពីលើសេះវាមានតែស្អីប៉ះឲ្យងាប់ហ្មងអញ្ចឹងมันពិបាកអញ្ចឹងខ្ញុំមានតែព្យាយាមកាប់លឹកឈើឲ្យស្អាតហើយដើម្បីធ្វើផ្លូវបែកផ្លូវឲ្យទៅផ្ទះយើងឲ្យស្រួលតោះទៅហើយពេលដែលមកដល់ផ្ទះខ្ញុំក៏បានចុះទៅលើសេះហើយខ្ញុំរៀបចំចង់ធ្វើកន្លែងនេះទាំងអស់នេះកន្លែងដាក់សេះអញ្ចឹងយើងធ្វើក្រោលសេះមួយទៀតនៅជាប់ផ្ទះយើងហ្នឹងដើម្បីកុំឲ្យសេះវាចេញទៅណាអញ្ចឹងណាខ្ញុំគិតថាខ្ញុំចង់ធ្វើនៅម្ដុំនេះនៅជាប់ផ្ទះមួយហ្នឹងអញ្ចឹងខ្ញុំក៏បានយកប៉ែលយើងក្រាស់ជាមួយនឹងប៉ែលមួយដើម្បីជីកដីឲ្យវារៀបស្មើទៅដើម្បីធ្វើក្រោលសេះយើងធ្វើតូចល្មមទេមកល្មមមកសេះនៅបានកុំឲ្យវាចេញទៅក្រៅចេញកុំឲ្យកោការពីកុំឲ្យសត្វកាជ្រោះសត្វអីខាំដែរអញ្ចឹងធ្វើមកតូចល្មមសិនយើងអត់ធ្វើធំពេកទេយកដើមមកកាប់អើយស្អាតតែហ្មងអូខេឥឡូវខ្ញុំធ្វើកន្លែងក្រោលនេះទីសិនតែពេលខ្ញុំកំពុងតែធ្វើនឹងវិញវាចុះត្រជាក់ពេលល្ងាចចឹងអាកាសធាតុវាត្រជាក់ខ្លាំងចឹងខ្ញុំក៏បានក្រាស់ជាមួយនឹង campfire មួយដាក់នៅជិតខ្លួនទុកកតៅខ្លួនហើយក្រុមផ្សេងយើងធ្វើមិនតាន់ឲ្យ100%ទេដាក់អស់ដាក់អីថែមទៅអូខេពីយើងចុចយើងជីកបានប៉ុណ្្នេះឯងខ្ញុំដាក់ជាមួយនឹងលវងអីថែមទៀតដើម្បីបាំងអានេះខ្ញុំមើលទៅដូចជា ស្ទើខ្ញុំក៏បានសេរីមកបន្លាស់ទៀតដើម្បីវាគ្រប់ចំនួនច្រកទ្វារអញ្ចឹងណាអូខេភាសាខ្ញុំត្រូវការច្រកទ្វារដាក់មុខហ្នឹងចំនួន2ប្លុកលវងវាមានលវងហើយនឹងទ្វារលវងអូខេអញ្ចឹងដាក់បាត់នេះមកច្រកនេះច្រកយើងចូលអូខេដាក់វាហ្នឹងមកបាត់សេះបាត់ហើយមេទីក៏ជិតជួបដែរបាត់សេះសិននេះធ្វើអត់តខ្ញុំដឹងថាធ្វើអត់តមកខ្ញុំក៏បានមកក្រាស់ជាមួយនឹងនេះលវងមួយទ្វារលវងអាហ្នឹងហៅថាទ្វារលវងដើម្បីយកទៅដាក់បាំងហើយយកជីសេះយកបញ្ចូលចឹងចាប់តែដល់ពេលដែលខ្ញុំដាក់អាលវងហ្នឹងហើយបាត់សេះខ្ញុំបាត់ឮទៅសលេងខ្ញុំវារត់ទៅដល់ណាទៅឡើងឆ្ងាយទាំងអស់គ្នាខ្ញុំដើររកមិនឃើញដើរមកឆ្វេងមកតាមមួយយប់ផងខ្ញុំវាខ្លាចដែរហ្នឹងនៅតែឯងនោះខ្លាចខ្មោចចឹងណាទីខ្ញុំ
đá rồi chúng mình đã kinh xe nhưng tôi cẩn thận rồi đấy sân này chẳng phải là nhưng mà rồi về thiệt các bạn cho mà đây sân tới các là mình nhom từ rồi về nó về đây nhom ngơ về đây lang máu nó cứ tha nhom cục bông tài bị nhá chân bị tép liêm tà sát con bán xí đây bị nhập đá rồi xe lên mà thợ ta đá rồi khơi thọ thằng đấy bạt trong của mình cái chiếc cassette chiếc khăn chúng ta tôi mừng lành tẹt vào lô với thợ lẹn tẹt chẳng tai cô bị mình khơi hành đây từ năng như thế sẽ muốn nó được ăn bát luôn mà tới chụp ta phải chụp chụp ta ai nó thì sẽ nhắm bát số sát hà cam nó dùng mà nhầm tôi bị đá nó sẽ làm mà du cái thắt khơi nhảy nhầm đá là trong một treo trong mà ngày nhầm đá vay sắt phong chợ tại nhầm ăn cắt với tao nhầm ăn đã phải trôi lên nhầm đá lên thì mình có thể lẹ tiết thì trong xe nó nơi ta trong xe tới bắt xe bắt đấy nhầm của mình cassette chỉ khăn này tầng óc này nhầm ăn gì ơi nhầm của mình cũng được thắt trăng àเราใส่มือเทียบแต่จะมือถามผสมหนึ่งเราบานได้จะมือจะตายจะเลยยืนตัวใดสันนิษฐานแล้วทะเลโปรเราจะเจาะครั้งในกลางยูไปคลายกระสายเอ้ยเสียแต่มองเรายังใดสันจะมือปลักล้างจำยืนจันtừ đàoมือจมมือใจยังเตียนใครเราคือท่ายังเงือบปีดำเนยใจhayยังเงือบมาคือท่าอากาศเทียนเราตระจัดได้เต้ยังกับบ้านจันกลางดาวมือจะอยากหลักหม่อมมวยย้อยยังจัดการแต่มาโดนtớiตกเพื่อไว้สัตว์อมวยก็บานการปลุยบังปีใบปลุยสีดอกกับโยจำลองอาคาของตันอะไรเนี่ยthì hồi qua một kịp chơi cái thang ngọc phần nhom bàn đời chụp chạy cái té nhưng mà to mắt phơi thì nhom hai chỉ episode cào tiết nó mà nhom phơi thì hồi được sang tạo lên nó khai chạy lại cho nhom thời ca đã cặp chơiกับไอ้ผมโมchơi cái đôi chiếc phơi cái hai thang Capstone Generatorนี่họต้องเอาเนี่ยมาเส้นเปลือกหมอเฟื่อนังสั้นจำยังเฟื่อเตี๋ยแต่ยังมีหมอชรายังมีตัวปลาเฮ้ยvậy nhưng đào một ngày cái đồ mày ấy vậy đào rau đường kêu hả ấp sọc mà đó tao cho nó như cứ như mò banh cho muốn nó tàu chụp nó gửi banh nhỏ hơi trong phay mới thấy tàu đột mò trong linh banh phù nhận trong thời nó này cặp đằng rốt sao tao đã bê tin crop luôn mà banh tí nhà trời mờขอบคุณนี่ขอบคุณคอปเปอร์นี่ធ្វើពីคอปเปอร์ชื่อដែរណាតោរត់ឡើងឆ្ងាយហើយបាញ់តែត្រូវខ្ញុំឆ្ងល់នេះត្រូវមួយវារត់តាមបាញ់មួយទៀតខុសគេណាខ្ញុំបញ្ញាពេកខ្ញុំចិត្តទៅខ្ញុំបញ្ញាពេករត់ខុសទៀតចិត្តហ្នឹងក៏បាញ់ខុសដែរខុសទៀតគេណាmua mai bên trên bên là ốc hộp của nhà liền này mới khâu thì là cái đấy cái sao quá sẽ nhưng mà tam vai tao nè sẽ ta kha tao vong như này khang cao như hoặc mà tam kham nhom cái dạng ngọt đi một rồi đường này chúng ta phải chốt pi tôi lông mùi thế mà đó bà rồi bây giờ bị ban chúng muốn bay class vậy nhưng ban tập mà theo nhưng mà crash chúng muốn là ngờ cái ta sẽ mẹp chia sẻ ra thăm mấy bữa sau thì nhóm khơi xe được hàng là bọn việc sạch nhóm xe mai mặc vào lại chẳng ngày thật sai nhóm phơi ca thì giờ nhóm đó tại còn ta lỡ dương phơi ca đi sân cả chỉ muốn là tộc sân hoặc lá như ngớp trên tàn tới tại mà đó ok cái là dương ngớp bị đề vậy chẳng dừng phơi đầm na trên tới tại mà đó trên từ do xe mà đã cào là dương đã sạch chụp mùi mơ bơi cả làng ok hay cần đài cần pro như tiếp trong cái thà vài van tranh từ cáp luôn này thì mình cho app thì chẳng những đài tranh từ tên app năng ấy cứ mình follow về mình app thế hay nói là cái chỗ này bộ cái chỗ là lấy on này rồi cái trường là cái thanh nhâm đa mà do xe tại mà đó cứ nước lạnh việc sạch như chuyện lạnh chỉ ra này nhâm đa mà tam phơi khơi nhờ sạch slab cổ bánh đi vô tới phật biển ok xe dưới nó khá một ngày xe không ai là cái thằng xe không ai gặp sạch làm cái đấy là dương đặt sẽ bày thằng rạp chỉ thật làng chỉ tự tiêu dương bên tam mà đó
Rồi, cọp sẽ đi. Nè khó hàn chia sẻ không ai. Khả lên chỉ sầm tới tết để ta mình cái cho áp đại chẳng dừng mơ play ở khơi đi. Ok, bây giờ chỉ mà đòn này cứ thà dừng zoom camera mơ ta che riêng tổng hai và bắn na bây giờ chia sẻ. Rồi, cọp sẽ đi. Ok, đó, tới tè, nó sẽ dành cho trung. Nếu bây giờ nhưng mà đó té nhưng mà crack cho môi năng là vòng tôiจะ feel là vòng mà cho anh tiết là mấy đạn thì tôiจะ crack mới khám phải ở môi đạn để chích luôn dương về dươngធ្វើការកុំឲ្យវាតិចអញ្ចឹងណាគេថាកតែខ្លួននឹងខ្លាចវានេះវាកកឥឡូវខ្ញុំដាក់ជាមួយលវងសិនអូខេហើយវីដេអូរបស់យើងគឺថាមានតែប៉ុណ្្នឹងទេបាទអរគុណជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅអេផ isode ទី12អូខេបាយបាយ